តើថៃកំពុងខ្លាយជាមូលដ្ឋានទ័ពអាមេរិកដើម្បីវាយប្រហារអ៊ីរ៉ង់ឬការប៉ັດនៅពីក្រោយយន្តហោះចម្បាំងចុះចតទាំងថ្ងៃទាំងយប់នៅខេត្តក្រប៊ីអាជ្ញាធរថៃបានចេញមុខបកស្រាយជាបន្ទាន់ក្រោយពីយន្តហោះចម្បាំងនិងកងទ័ពអាកាសអាមេរិកសម្រុកទៅចុះចតនៅខេត្តក្រប៊ីប្រទេសថៃធ្វើឲ្យប្រជាជនថៃភ័យស្លន់ស្លោពាក់ព័ន្ធសង្គ្រាមអ៊ីរ៉ង់ដែលកំពុងតែកក្រើកនៅតំបន់មជ្ឈិមបូព៌ាយោងតាមការចុះផ្សាយរបស់សារព័ត៌មាន MGR Online នៅថ្ងៃទី10ខែមេសាឆ្នាំ2026នេះកងទ័ពអាកាសថៃបានចេញសេចក្តីថ្លែងការណ៍បកស្រាយយ៉ាងប្រញាប់ប្រញាល់ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភនិងការភ័យខ្លាចរបស់ពលរដ្ឋនៅក្នុងខេត្តក្រប៊ីប្រទេសថៃបន្ទាប់ពីបានឃើញវត្តមានយន្តហោះយោធាអាមេរិកជាច្រើនគ្រឿងរួមជាមួយនឹងកងទ័ពឯកសណ្ឋានបានធ្វើសកម្មភាពចុះចតនិងហោះចេញទាំងថ្ងៃទាំងយប់នៅព្រលានយន្តហោះអន្តរជាតិក្រប៊ីដែលស្ថិតនៅជាប់ឆ្នេរសមុទ្រអាន់ដាម៉ាន់មន្ទិលសង្ស័យបានកើតឡើងភ្លាមៗខណៈដែលប្រជាពលរដ្ឋខ្លះបារម្ភថាអាមេរិកអាចនឹងមកសាងសង់មូលដ្ឋានទ័ពថ្មីឬប្រើប្រាស់ទឹកដីថៃជាទីតាំងយុទ្ធសាស្ត្រពាក់ព័ន្ធទៅនឹងចំនួនដ៏ក្តៅគគុកនៅមជ្ឈិមបូព៌ាយ៉ាងណាមិញអ្នកនាំពាក្យកងទ័ពអាកាសថៃឧត្តមសេនីយ៍តូចក្រឹតធម្មវិឆ័យបានបញ្ជាក់យ៉ាងច្បាស់ថាវត្តមានយន្តហោះដឹកជញ្ជូនយោធាប្រភេទ C-130 យន្តហោះបំបល់ស្លាប់ MV-22 Osprey និងអូថមភក្ត្រចក្រ H-60C6 ទាំងនោះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការសន្តិសុខដ៏យូរអង្វែងរវាងថៃនិងសហរដ្ឋអាមេរិកតែប៉ុណ្ណោះលោកបានបន្ថែមថាបេសកកម្មនេះគឺជាការផ្លាស់ប្ដូរវេនកងកម្លាំងនិងការជម្លៀសអ្នកជំងឺតាមផ្លូវអាកាសសម្រាប់ទាហានដែលព្យាបាលពីលើនាវាចម្បាំងមកកាន់មន្ទីរពេទ្យលើដីគោកមូលហេតុដែលជ្រើសរើសយកព្រលានយន្តហោះក្រប៊ីក៏ដោយសារតែព្រលានយន្តហោះផ្សេងដូចជាអូតាផៅឬភូកេតមានភាពមមាញឹកខ្លាំងពេកស្របពេលជាមួយគ្នានេះដែរនៅឯចក្រភពអង់គ្លេសយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិកប្រភេទ B-52 ដែលមានរហស្សនាមថាមេអំបៅដៃបានហោះត្រឡប់មកចុះចតនៅមូលដ្ឋានទ័ពអាកាស Rafale វិញហើយបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់នៅប្រទេសអ៊ីរ៉ង់រយៈពេល2សប្តាហ៍ត្រូវបានចាប់ផ្ដើមអនុវត្តយន្តហោះ B-52 នៃមួយមានតម្លៃរហូតដល់$2000 លាននិងមានសមត្ថភាពផ្ទុកអាវុធរួមមានគ្រាប់បែកនិងមីស៊ីលទម្ងន់រហូតដល់31តោនការដកថយមកកាន់មូលដ្ឋានទ័ពអង់គ្លេសវិញនេះគឺកើតឡើងក្រោយពេលដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានសម្ដែងការអបអរសាទរចំពោះកិច្ចព្រមព្រៀងឈប់បាញ់ដោយចាត់ទុកថាជាថ្ងៃដ៏អស្ចារ្យសម្រាប់សន្តិភាពពិភពលោកបន្ទាប់ពីលោកបានគម្រាមកំទេចអរិយធម៌អ៊ីរ៉ង់ប្រសិនបើមិនព្រមទទួលយកលក្ខខណ្ឌបើកច្រកសមុទ្រហោមូខ្ញុំមុនីវ៉ាន់ពី RT News